នៅក្នុងព្រះគម្ពីរយ៉ូហានចំពុក19ខ30បានប្រាប់ថានេះជាព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងដែលទ្រង់បានប្រកាសប្រាប់ថាព្រះជន្មរបស់ព្រះអង្គនៅលើផែនដីយើងនេះបានមកដល់ទីបញ្ចប់តើព្រះអង្គទ្រង់ចង់មានន័យយ៉ាងដូចម្តេចនៅពាក្យមួយឃ្លាដែលទ្រង់មានប្រាប់បន្ទូលថាបានសម្រេចហើយតាមរយៈការសិក្សាស្រាវជ្រាវយើងរកឃើញថាឃ្លានេះក៏មានសរសេរជាភាសាក្រិកបុរាណដែលអានថា tetelestai គឺវាមិនមែនគ្រាន់តែមានន័យថាបានសម្រេចហើយឬការងារនេះត្រូវបានបញ្ចប់តែបើយើងក្រឡេកទៅមើលនៅលើឯកសារមួយចំនួនជាពិសេសក្នុងសម័យនោះនៅពេលដែលមាននរណាម្នាក់សងបំណុលរួចឬនៅពេលបើបម្រើបានរីកានៅពេលដែលកិច្ចការមួយត្រូវបានបំពេញចប់សពគ្រប់គឺក៏គេប្រើឃ្លានេះដែរតើអ្វីទៅជាអត្ថន័យពិតប្រាកដនឹងរឿងកំបាំងដែលព្រះអង្គទ្រង់ចង់បើកសម្ដែងឲ្យយើងដឹងព្រះយេស៊ូវមិនមែនគ្រាន់តែចង់មានបន្ទូលថាទ្រង់កំពុងតែសូគុតតែព្រះអង្គកំពុងប្រកាសប្រាប់យើងទាំងអស់គ្នាថាបំណុលនៃអំពើបាបរបស់មនុស្សជាតិទាំងអស់ត្រូវបានសងគ្រប់ចំនួនកិច្ចការនៃសេចក្តីប្រោសលោះត្រូវបានបញ្ចប់យ៉ាងពិតប្រាកដនិងនៅអស់កលជានិច្ចតាមផែនការរបស់ទ្រង់ជាការពិតអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្ដូរនេះចង់មានន័យថាយើងមិនចាំបាច់ខិតខំប្រឹងប្រែងឬរកសេចក្តីសង្គ្រោះនិងសេរីភាពដោយខ្លួនឯងតែផ្ទុយមកវិញទ្រង់បានធានានិងលុបចោលបំណុលរបស់យើងទាំងអស់តើបងប្អូនចង់រស់នៅជាមួយជីវិតថ្មីដែលទ្រង់បង់ប្រជញ្ញជាថ្លៃលោះសម្រាប់យើងដែរឬទេសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតសូមព្រះប្រទានពរ